សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះមកជួបជាមួយចុងភៅដៃថ្មីទៀតហើយជាមួយនឹងសំឡក្រៅឆ្នាំងរបៀបថាស្ងោជ្រក់ក្រៅឆ្នាំងបែបសាច់គោអញ្ចឹងបងប្អូនអានេះជាម្ហូបមួយដែលយើងធ្វើលឿនបងប្អូនជាដំបូងយើងមានទៅលើសាច់ចំនួនមួយដុំដែរយើងយកមកហាន់វាអញ្ចឹងបងប្អូនគេបើយកជ្រើសយកសាច់ប្រភេទសាច់ល្អបងអាចសាច់ជាសាច់ឡឬក៏សាច់កាភ្លើក៏បានអាចជាសាច់កភូនក៏បានដែរបងប្អូនណាប្រភេទសាច់គោគឺសិតតែអាចស្ងោជ្រក់ក្រៅឆ្នាំងបានទាំងអស់អញ្ចឹងបងប្អូនជ្រើសយកសាច់ដែលឆ្ងាញ់គឺសាច់កាភ្លើបងប្អូនឬក៏សាច់ចិត្តល្អហ្នឹងចំពោះមុខម្ហូបមួយមុខនេះយើងធ្វើងាយបែបបងប្អូនយើងលាយទៅលើទឹកជ្រលក់បងប្អូនទឹកជ្រលក់កុលក្រៃយើងបងប្អូនបែបដាក់ប្រហុកបែបខ្មែរយើងគឺយើងដាក់ជាមួយនឹងភីភាយើងមកភីភាយើងដាក់ជាមួយពងម៉ាត់ក៏បានចាបងប្អូនហើយយើងហាន់ជាមួយនឹងស្លឹកជីមកយើងច្បាច់ក្រូចឆ្មាមកយើងលាយទឹកជ្រលក់វាឲ្យហើយអញ្ចឹងបងប្អូនជាមួយទឹកក្តៅអ៊ុនថែមជាមួយនឹងកុលក្រៃហើយជាមួយនឹងក្រូចឆ្មាខ្ទឹមក្រហមទៅបងប្អូនថែមថយទឹកត្រីទៅបងប្អូនលឿនបងប្អូនណាហើយយើងបានទឹកជ្រលក់មួយកូនចានបងប្អូនប្រហែលជាទុកវាមួយឡែកសិនបងប្អូនទៅមើលទឹកក្តៅយើងអាចដាំវាពុះសិនមកបងប្អូនយើងមើលទៅសាច់របស់យើងបែបចូលចិត្តបែបល្អបែបសាមឈាមបងប្អូនអានេះយើងបើនេះអាស៊ីតអីយើងហូបឲ្យអត់បានទេបងប្អូននេះសាច់ឈាមយើងខោបល្អយើងហាន់ទៅមានបន្លែមានអីចឹងមានគ្រឿងត្រួសបងប្អូនយើងហាន់ត្រៀមទុកជាស្រេចទៅហើយបន្ទាប់មកយើងដាក់ជាមួយនឹងឆ្នាំងយើងមកបងប្អូនដាំទឹកឲ្យពុះបងប្អូនណាទឹកឲ្យពុះហើយមកពេញដង្ហឹងបដ ாய் យើងចាក់ចូលបន្តិចបងប្អូនជាមួយនឹងស្រុះសាច់វារបៀបកុំស្រុះយូរពេកបងប្អូនណាស្រុះបែបក្រៅឆ្នាំងដែរបងប្អូនចំណុចនេះជាមុខម្ហូបមួយដែលថាធ្វើឲ្យវាបាត់រសជាតិឲ្យវាដិតបងប្អូនណាអញ្ចឹងយើងសម្រស់ជាមួយនឹងបច្រែងមួយស្អាតបងប្អូនបានសាច់មួយឡែកហើយបងប្អូនត្រូវមើលទៅលើទេសភាពមកបងប្អូនបែបប្រេះអញ្ចឹងបងប្អូនយើងអាចយកទៅដាក់តាមទេសភាពក្រោយផ្ទះមាត់ស្ទឹងអីចឹងបងប្អូននៅរដូវរាំងចេះដែរបងប្អូននេះខែ7ហើយបងប្អូនអើយមានទឹកមានភ្លៀងអីទេតាមផ្លូវហ្នឹងអានេះខ្ញុំមកមើលស្ថានភាពបងប្អូនយើងអាចមកធ្វើហើយយើងមកជាពេលល្ងាចអីចឹងបងប្អូនពួកបងប្អូនដែលមានគ្រួសារអីនាំមិត្តភ័ក្តិអីដាក់ជាមួយគ្នាមកបងប្អូននេះយើងមកដល់ចំណុចនេះគឺយើងចាប់ដើមលាយបងប្អូនយើងធ្វើបែបក្តៅបងប្អូនយើងមកធ្វើម្ហូបឲ្យយើងវិញដើម្បីសម្រាប់ពេលវេលាប្រេះងាយជាមួយនឹងមុខម្ហូបដែលសាមញ្ញហើយបែបខ្មែរយើងបងប្អូនហើយបងប្អូននៅក្នុងវីដេអូនេះបងប្អូនជួយ like ជួយ share ម្នាក់មួយផងដើម្បីជាប្រយោជន៍ដែលជាចំណេះដឹងមួយសម្រាប់ចែករំលែកជូនពុកម៉ែបងប្អូនទស្សនាទាំងអស់គ្នាដើម្បីជាបទពិសោធន៍មួយទាំងអស់គ្នាអញ្ចឹងបងប្អូននេះយើងដាក់ទឹកក្តៅបងប្អូនរួចបាត់ហើយជាមួយនឹងទឹកត្រីប្រហុកយើងគឺដាក់មកបងប្អូនតែពិតវាអត់ពិបាកបងប្អូនយើងដាក់តែជីច្បាច់តែក្រូចឆ្មាហើយថែមថយទៅលើភីភាបងប្អូននេះគេហៅភីភាចឹងបាច់ក្រូចឆ្មាមកចាក់ទឹកត្រីមកបងប្អូនហើយបាត់ហើយហ្នឹងហើយបងប្អូនម្ហូបរបស់យើងគឺរួចរាល់ហើយបងប្អូនដែលនិយមគ្រប់ត្រូលបងប្អូនជួយ like ជួយ share មកម្នាក់មួយមកដើម្បីឲ្យខ្ញុំមានកម្លាំងចិត្តដើម្បីចែករំលែកនៅចំណេះដឹងនៃការធ្វើម្ហូបនេះដើម្បីដល់ជូនពុកម៉ែបងប្អូនទាំងអស់គ្នាហើយរួចរាល់ហើយបងប្អូនយើងទៅមើលទេសភាពស្រុកស្រែយើងហើយក្រាលកាទៀលមកនៅគេវាស្រែមកប្រេះអញ្ចឹងមកបងប្អូនដឹងតែអេមអរគុណជួបគ្នាវីដេអូក្រោយបាយជួប